ថ្ងៃនេះខ្ញុំមានសម្លមួយមុខចង់ចែករំលែកបងប្អូនគឺសម្លម្ជូរត្នោតត្រីពោជាដំបូងគឺខ្ញុំបានដាក់ដាំទឹកនៅពេលទឹកពុះហើយគឺខ្ញុំបានបង់នៅបន្លែត្នោតនឹងចូលចាំបន្លែត្នោតនេះកាលណាតែយើងអត់ស្រុះវាទេគឺវានឹងមានជាតិល្វីងអញ្ចឹងនៅពេលបងប្អូនចង់ស្លគឺបងប្អូនត្រូវតែស្រុះវាឲ្យទន់សាច់មួយសន្ទុះចាខ្ញុំស្រុះរួចហើយក៏បានលាងសម្អាតវាឥឡូវទឹករបស់យើងក៏បានពុះខ្ញុំក៏បន្ថែមជាមួយរំដេងនិងខ្ទឹមសហើយបន្ថែមជាមួយនឹងប្រហុកដែលមានស្លឹកគ្រៃនៅក្នុងនឹងស្រេចហើយមានគ្រឿងផ្សំផ្សេងទៀតអំបិលស្ករប៊ីចេងហើយបន្ថែមជាមួយនឹងទឹកត្រីចូលដែរឥឡូវទឹកសម្លរបស់យើងបានពុះហើយយើងក៏បានបង់ត្រីចូលត្រីពោមួយក្បាលសុទ្ធតែខ្លាញ់បងប្អូនសម្លនេះពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ព្រោះសាច់ត្រីរបស់យើងមើលទៅទំនងឥឡូវខ្ញុំបានបន្ថែមជាមួយនឹងទឹកអំពិលទុំចូលមួយសន្ទុះក្រោយមកសម្លរបស់យើងក៏បានពុះសាច់ត្រីបានឆ្អិនល្អហើយបន្ថែមជាមួយនឹងសាច់ត្នោតចូលឥឡូវសាច់ត្នោតត្រីរបស់យើងបានឆ្អិនល្អហើយក៏បន្ថែមជាមួយនឹងម្អមចាពេលបង់ម្អមទៅរសជាតិឡើងឈ្ងុយឥឡូវចាប់ផ្ដើមដល់ម៉ោងបាយល្មមសម្លក្តៅៗហុយៗបន្ថែមជាមួយនឹងទឹកត្រីម្ទេសឥឡូវម្ហូបថ្ងៃនេះគឺមានពី3មុខដែរបងប្អូនចាមកញ៉ាំបាយជាមួយខ្ញុំទាំងអស់គ្នាបាយបាយ